មនុស្សចាស់ទុំគេមិនសម្គាល់ទៅលើអាយុឬមួយក៏មុខមាត់ទេប៉ុន្តែមនុស្សចាស់ទុំគេសម្គាល់ទៅលើ5ចំណុចនេះដែលខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនហើយអាចសង្កេតមើលខ្លួនឯងបានថាតើយើងមានប្រមាណចំណុចចាំ comment ប្រាប់ខ្ញុំផងណាចំណុចទី1ដែលបញ្ជាក់ថាយើងគឺជាមនុស្សចាស់ទុំពិតប្រាកដគឺភាពនឹងថឹងហើយភាពនឹងថឹងដែលខ្ញុំកំពុងតែនិយាយនេះគឺចង់សំដៅទៅលើអារម្មណ៍របស់យើងដែលមិនឆាប់រំជើបរំជួលនៅពេលដែលមាននរណាម្នាក់សរសើរយើងហើយនឹងមួយទៀតគឺមិនឆាប់ខឹងមិនឆាប់ក្រោធនៅពេលដែលមាននរណាម្នាក់បន្ទោសបង្អាប់ឬមួយក៏មានសកម្មភាពណាមួយដែលប៉ះពាល់ដល់អារម្មណ៍យើងភ្លាមបងប្អូនអាចសង្កេតមើលបានទៅលើកូនក្មេងនៅពេលដែលកូនក្មេងទទួលបាននូវការសរសើរការលើកទឹកចិត្តពីនរណាម្នាក់វានឹងធ្វើការងារមួយនោះកាន់តែខ្លាំងថែមទៀតហើយឧទាហរណ៍ថាបើសិនជាបងប្អូនឃើញថាកូនក្មេងម្នាក់នឹងកំពុងតែរត់ហើយបងប្អូនទៅសារវាឬក៏បញ្ជោវាថាអូរត់បានលឿនម៉េះរត់បានខ្លាំងម៉េះអញ្ចឹងក្មេងម្នាក់នឹងរត់ងាប់ចោលតែម្ដងហើយនៅក្នុងសកម្មភាពផ្សេងទៀតកូនក្មេងក៏វាអញ្ចឹងដែរកាលណាយើងបញ្ជោវាកាលណាយើងសរសើរវានឹងធ្វើការមួយនឹងឬក៏វានឹងចាប់ផ្ដើមសកម្មភាពមួយនឹងដោយខ្លាំងក្លាបំផុតអញ្ចឹងបើបងប្អូនទាំងអស់គ្នាមានចរិតបែបនឹងថឹងនៅពេលដែលគេសរសើរយើងមិនរំជើបរំជួលជាមួយនឹងការសរសើររបស់គេហើយមួយទៀតយើងមិនឆាប់ខឹងនៅពេលដែលមានការប៉ះពាល់អារម្មណ៍ណាមួយនោះគឺបញ្ជាក់ថាយើងគឺជាមនុស្សចាស់ទុំពិតប្រាកដហើយនៅក្នុងចំណុចទី2មួយទៀតនោះគឺការចេះស្រឡាញ់ខ្លួនឯងការចេះស្រឡាញ់ខ្លួនឯងបងប្អូនយើងស្ដាប់ទៅវាស្រួលនិយាយទេយើងស្រួលថាទេប៉ុន្តែអាការស្រឡាញ់ខ្លួនឯងនេះគឺពិបាកធ្វើណាស់ខ្ញុំសូមចែកការស្រឡាញ់ខ្លួនឯងនេះជា3ចំណុចចោះគឺការស្រឡាញ់ទៅលើសុខភាពផ្លូវកាយការស្រឡាញ់ទៅលើសុខភាពផ្លូវចិត្តហើយជាមួយនឹងការស្រឡាញ់ទៅលើសុខភាពផ្នែកហិរញ្ញវត្ថុបងប្អូនសង្កេតមើលខ្លួនឯងបានបើសិនជាបងប្អូនគិតថាខ្លួនឯងចេះស្រឡាញ់ខ្លួនឯងហើយតើបងប្អូនបានគិតគូរទេមុនពេលដែលបងប្អូនពិសាអាហារឬក៏ញ៉ាំអីមួយចូលទៅក្នុងខ្លួនចូលទៅក្នុងក្រពះរបស់បងប្អូនណាតើគិតគូរពីសុខភាពហើយគិតគូរពីផលប៉ះពាល់របស់វាអត់បើសិនជាយើងអត់គិតគូរពីផលប៉ះពាល់ឬគិតគូរពីសុខភាពរបស់យើងទេយើងនឹងចេះតែញ៉ាំរបស់អីផ្ដេសផ្ដាសយើងញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងយើងញ៉ាំមីយើងញ៉ាំរបស់អីផ្សេងទៀតដែលវាបង្កទៅជាជំងឺផងដែរហើយមួយទៀតគឺសុខភាពផ្លូវចិត្តសុខភាពផ្លូវចិត្តនេះក៏សំខាន់ដែរសុខភាពផ្លូវចិត្តអត់ដំណើរការបានល្អប៉ះពាល់ដល់សុខភាពផ្លូវកាយទៀតអញ្ចឹងយើងគួរតែថែរក្សានៅសុខភាពផ្លូវចិត្តរបស់យើងហើយនឹងមួយទៀតនោះគឺសុខភាពផ្នែកខាងហិរញ្ញវត្ថុបើសិនជាបងប្អូនទាំងអស់គ្នាអត់គិតគូរពីសុខភាពផ្នែកហិរញ្ញវត្ថុទេមានន័យថាបងប្អូនទាំងអស់គ្នាមិនទាន់ចេះស្រឡាញ់ខ្លួនឯងទេសុខភាពហិរញ្ញវត្ថុនឹងមិនទៅគឺការចេះចាយវាយប្រាក់កាសលុយរបស់យើងនឹងឲ្យបានត្រឹមត្រូវមិនមែនយើងប្រាក់ខែរបស់យើងមានតែប៉ុណ្ណេះតែយើងចាយលើសហួសពីប្រាក់ខែរបស់យើងទៀតរហូតទៅដល់ខ្ចីគេវានឹងធ្វើឲ្យយើងនឹងធ្លាក់ចូលទៅក្នុងបំណុលជាមិនខានទេអញ្ចឹងអាផ្នែកសុខភាពហិរញ្ញវត្ថុនេះក៏សំខាន់ដែរតែកាលណាយើងអត់មានសុខភាពផ្នែកហិរញ្ញវត្ថុចាយវាបានត្រឹមត្រូវវាប៉ះពាល់ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់យើងថែមទៀតផងចំណុចទី3នោះគឺការឲ្យតម្លៃមនុស្សជុំវិញខ្លួនមនុស្សដែលមានភាពចាស់ទុំគេឲ្យតម្លៃមនុស្សជុំវិញខ្លួនណាមិនថាក្មេងមិនថាចាស់ទេគឺគេគោរពនិងស្រឡាញ់ទាំងអស់ពេលខ្លះបញ្ហាដ៏ធំស្មុគស្មាញមួយអាចដោះស្រាយដោយសារតែកូនក្មេងតូចមួយក៏ថាបានដែរអញ្ចឹងយើងត្រូវតែចេះគោរពនិងឲ្យតម្លៃមនុស្សជុំវិញខ្លួនទើបយើងក្លាយទៅជាមនុស្សម្នាក់ដែលចាស់ទុំពិតប្រាកដចំណុចទី4គឺយើងគិតគូរពីគ្រួសារហើយនិងផលប្រយោជន៍រួមកន្លែងនេះក៏សំខាន់ដែរណាដែលបញ្ជាក់ថាយើងពិតជាចាស់ទុំមែនមិនថាបងប្អូននៅជិតឬមួយក៏នៅឆ្ងាយពីគ្រួសារទេយើងគួរតែគិតគូរពីគ្រួសាររបស់យើងឲ្យបានច្រើនជាពិសេសគឺថែរក្សាឪពុកម្ដាយរបស់យើងដែលគាត់មានវ័យកាន់តែចាស់ហើយអញ្ចឹងយើងគួរតែមើលថែពួកគាត់គត់គង់ពួកគាត់ឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការដែលគាត់ចង់បានហើយចំណុចចុងក្រោយនេះគឺការមានម្ចាស់ការទៅលើខ្លួនឯងចំណុចនេះក៏សំខាន់ដែរបងប្អូនទាំងអស់គ្នាបើសិនជាយើងអត់មានម្ចាស់ការនៅលើខ្លួនឯងទេយើងមិនមែនជាមនុស្សចាស់ទុំទេយើងជាកូនក្មេងរាទៅមកតាមខ្យល់បក់ប៉ុន្តែមនុស្សដែលចាស់ទុំគឺគេមានម្ចាស់ការនៅលើខ្លួនឯងជាពិសេសគឺការរស់នៅឲ្យមានវិន័យមានច្បាប់ទម្លាប់ត្រឹមត្រូវនិងការកំណត់គោលដៅសកម្មភាពរបស់ខ្លួនឯងអញ្ចឹង5ចំណុចនេះគឺជាការយល់ឃើញរបស់ខ្ញុំទេបើសិនជាបងប្អូនគិតថានៅមានចំណុចណាផ្សេងក្រៅពី5នេះទៀតក៏បងប្អូនអាច comment នៅខាងក្រោមនេះបានដែរអរគុណដែលបានទស្សនាតាំងពីដើមរហូតដល់ចប់បើសិនជាពេញចិត្តវីដេអូនេះកុំភ្លេចចែករំលែកផងបាទអរគុណបើសិនជានៅក្នុងគ្រួសាររបស់យើងលបលតែគិតគូរទៅលើរឿងទាំងអស់នេះគ្រួសាររបស់យើងនឹងអត់មានភាពរីកចម្រើនទេបងប្អូនពេលខ្លះអាចចំណុចតូចដែលយើងមើលរំលងនៅក្នុងគ្រួសារវាជាចំណុចមួយដែលរារាំងនៅក្នុងការអភិវឌ្ឍ
ធ្វើឲ្យគ្រួសាររបស់យើងនឹងមានការរីកចម្រើនចំណុចទី1ដែលធ្វើឲ្យគ្រួសាររបស់យើងអត់មានភាពរីកចម្រើនគឺដោយសារតែយើងរវល់តែគិតទៅលើរឿងសង្ស័យគ្នាទៅវិញទៅមកអញ្ចឹងនៅក្នុងគ្រួសារមួយបើសិនជាប្តីរវល់តែសង្ស័យប្រពន្ធខ្លាចប្រពន្ធមានស្រីឬប្រពន្ធសង្ស័យខ្លាចប្តីមានស្រីឬក៏ខ្លាចលាក់លុយលាក់នេះលាក់នោះយើងចិត្តតែខ្លាចអញ្ចឹងណាធ្វើឲ្យគ្រួសាររបស់យើងនឹងអត់មានភាពរីកចម្រើនទេព្រោះយើងរវល់តែគិតទៅលើរឿងសង្ស័យគ្នាមានពេលវេលាឯណាតែគិតទៅលើរឿងរកស៊ីគិតទៅលើរឿងមុខរបរគិតទៅលើរឿងអភិវឌ្ឍគ្រួសាររបស់យើងនោះអញ្ចឹងដើម្បីយើងអាចកែប្រែគ្រួសាររបស់យើងទៅបានគឺតើតែយើងផ្លាស់ប្ដូរអាកំណត់នឹងចេញសិនហើយសម័យខ្លួនរបស់ខ្លួនឯងក៏ដូចជាដៃគូរបស់យើងនឹងក៏ត្រូវតែមានភាពស្មោះត្រង់ដែរព្រោះមានភាពស្មោះត្រង់វាធ្វើឲ្យគ្រួសាររបស់យើងមានសុភមង្គលនិងផ្ដល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមកចំណែកឯចំណុចទី2វិញនោះគឺការគិតទៅលើរឿងអ្នកដតីច្រើនជាងគិតទៅលើរឿងគ្រួសាររបស់ខ្លួនឯងបើសិនជាយើងសួរពីរឿងអ្នកចិត្តខាងណារឿងអ្នកចិត្តខាងឬក៏រឿងតាមបណ្ដាញសង្គម Facebook អីហ្នឹងគឺយើងដឹងណាចេះតែវែកញែករឿងគ្រួសាររបស់គេអ្នកនេះអញ្ចេះអ្នកនោះអញ្ចោះប៉ុន្តែយើងអត់ដែលវែកញែកអំពីគ្រួសាររបស់ខ្លួនឯងទេអត់ដែលសួរថាតើគ្រួសាររបស់ខ្លួនឯងនេះបានចំណូលពីណាមកបានចំណាយអីខ្លះមួយខែហើយធ្វើម៉េចដើម្បីអាចបង្កើននៅប្រាក់ចំណូលប្រចាំខែរបស់យើងនឹងយើងអត់ដែលគិតគូរយើងអត់ដែលសួរនាំអញ្ចឹងសោះយើងបែរទៅជាគិតទៅលើរឿងគ្រួសាររបស់គេនោះច្រើនជាងវិញចំណែកឯចំណុចទី3វិញក៏សំខាន់ដែរបងប្អូនទាំងអស់គ្នាគឺការដែលយើងគិតទៅលើរឿងសបាយខ្លាំងពេកដោយមិនខ្វល់ខ្វាយអំពីទុកលំបាកទៅថ្ងៃក្រោយអញ្ចឹងអាក្នុងចំណុចហ្នឹងបើសិនជាយើងគិតទៅលើរឿងសបាយពេកណាខ្ញុំមិនមែនថាអត់ឲ្យបងប្អូនទាំងអស់គ្នាទៅដើរលេងទៅអីសបាយទេគ្រាន់តែថាកុំឲ្យយើងនឹងគិតសបាយខ្លាំងពេកភ្លេចទុកលំបាកទៅថ្ងៃក្រោយមានន័យថាបើយើងទៅដើរលេងទៅយើងអស់លុយណាយើងគិតអញ្ចឹងខ្លះទៅបើដើរលេងច្រើនពេកវាអស់លុយចាយបើផឹកស៊ីខ្លាំងពេកវាអស់លុយប្រចាំខែប្រចាំថ្ងៃប្រចាំឆ្នាំរបស់យើងអញ្ចឹងទៅណាយើងគួរតែគិតគូរពីរឿងទុកលំបាកនៅថ្ងៃក្រោយតើនៅពេលដែលកូនយើងធំទៅនេះតើពួកគេបានលុយឯណាដើម្បីទៅបន្តការសិក្សាតើនៅពេលដែលយើងឈឺចូលពេទ្យទៅតើយើងនឹងមានលុយឯណាព្យាបាលព្រោះនៅពេលដែលយើងឈឺគឺយើងត្រូវការលុយហើយអត់មាននរណាគេទៅសុំពេទ្យបានទេអញ្ចឹងយើងគួរតែគិតទៅលើអារឿងផលវិបាកទៅថ្ងៃក្រោយយើងមិនមែនចង់អញ្ចឹងទេប៉ុន្តែយើងជាមិនផុតអញ្ចឹងយើងគួរតែការពារវាបើយើងរវល់តែសុបាយពេកយើងប្រកាសជាភ្លេចទុកហើយចំណែកឯចំណុចចុងក្រោយវិញបងប្អូនទាំងអស់គ្នាបើសិនជានៅក្នុងគ្រួសាររបស់យើងមានផ្នត់គំនិតមួយដែលយើងរវល់តែគិតថាមានបណ្ណាចាយប៉ុណ្ណឹងទៅមានបណ្ណាយើងស៊ីប៉ុណ្ណឹងទៅអញ្ចឹងជាផ្នត់គំនិតមួយដែលអត់រីកចម្រើនទេព្រោះវាជាផ្នត់គំនិតមួយដែលអត់មានជំរុញទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាមានការខំប្រឹងរកប្រាក់បន្ថែមទៀតហើយមួយទៀតជាផ្នត់គំនិតមួយដែលអត់ឲ្យយើងនឹងចេះសន្សំសំចៃព្រោះមានបណ្ណាចាយប៉ុណ្ណឹងមានន័យថាបើមាន 10000 ចាយ 10000 បើមាន 20000 ចាយ 20000 អញ្ចឹងយើងអត់ចេះសន្សំចៃទេហើយមួយទៀតយើងអត់ខំប្រឹងរក